ហាងកាហ្វេលាក់ខ្លួនដោយនៅក្នុង fairy tale យើងស្វិតលេបានរកឃើញហាងកាហ្វេមួយដែលខាងគាត់គឺថាផ្កាដែលគាត់មែនតែនចូលទៅគឺថាស្អាតពោពេញដោយផ្ការុក្ខជាតិហើយមានអារម្មណ៍ថាដូចខ្លួនឯង princess ចឹងដូចឆ្លងភពទៅកាន់រឿងនិទានអីមួយអីដែលស្វិតលេស្រឡាញ់ជាងគេហ្នឹងគឺថាក្លិនចូលទៅគឺក្លិនផ្កាអត់មានធុំកពុកកពលអីទេគឺចូលទៅមានអារម្មណ៍ស្រស់ស្រាយមែនតើនៅហាងនេះក៏មានលក់ប្រភេទបាញ់ឆាកាហ្វេតែរសជាតិផ្លែឈើក៏ដូចជារសជាតិផ្កាថ្ងៃនេះដែរស្វិតលេបានកំង matcha bloom ដែលខាងក្រោមហ្នឹងមានជាតែក្រេលាយជាមួយទឹកដូងហើយខាងលើមានម៉ាច់ឆាគ្រីមហើយនិយាយពីរសជាតិវិញសម្រាប់ admin ផ្ទាល់គឺវាអត់សូវផ្អែមទឹកដូងបើសម្រាប់ admin មានចង់ផ្អែមជាងនឹងបន្តិចទៀតប៉ុន្តែបើថាគ្រីមម៉ាច់ឆាវិញគឺថាលេខ1ហ្មងឆ្ងាញ់នៅហាងនេះក៏គាត់មាន2ជាន់ហើយយើងអង្គុយរៀបនឹងអត់មានពូកអីអញ្ចឹងណាគឺថាដូចផ្ទះយើងហ្មងហើយខាងគាត់ក៏មានវេរ៉ុងដាដែរអញ្ចឹងបើគ្នាយើងកំងភេសជ្ជៈហើយអាចទៅកាន់ញ៉ាំខាងនៅខាងក្រៅមើលគឺជាម៉ូតូជិះឡានអីក៏បានដែរសម្រាប់គ្នាយើងនៅតែចូលចិត្តបែប elegant បែប fairy tale អីអាចមកហាងនេះគឺត្រូវមកតែម្ដងហាងនេះមានឈ្មោះថា House of Fae គ្នាយើងអាចបាយតាម Google Map បានហើយនៅពេលមកដល់ហ្នឹងហាងគាត់រៀងលាក់ខ្លួនបន្តិចព្រោះគាត់អត់មានស្លាកនៅខាងក្រៅអញ្ចឹងយើងមើលទៅធូបកាហ្វេហើយមើលទៅខាងឆ្វេងនឹងឃើញជាដាវមួយយើងឡើងតាមជាដាវហ្នឹងបត់ស្ដាំនឹងឃើញជាដាវបូកក្រហមអញ្ចឹងយើងឡើងតាមជាដាវបូកក្រហមហ្នឹងទៅនឹងឃើញហាងកាហ្វេហ្នឹងហើយអញ្ចឹងគ្នាយើងមើលឲ្យចង់ទៅសាកអត់